bà sớm kêu kịp xuống đã bom bút tọt thì tì kêu bán bà sớm spa cúm mà căn video này một chi international accounting bà hay video nàyคือnhom cái lâm hạt chunในក្នុង test you understanding 3ในมีเรียนที่7ยี่ยมปี group account and foreign currency bà kết này chỉក្រុមហើយនឹង currency បរទេសរូបិយប័ណ្ណបរទេសអូខេតាឥឡូវយើងមើលសមត្ថកម្មមុននឹងយើងអាចរៀបចំការបូករបាយការណ៍ក៏ដូចជាការប្រែរបាយការណ៍នេះបានបាទអញ្ចឹងគេថាក្រុមហ៊ុនមេមួយបានគ្រប់គ្រងក្រុមហ៊ុនកូនរបស់វាទៅលើភាគហ៊ុនordinary share ភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោត 80% នៅឯបរទេសដែលក្រុមហ៊ុនកូននោះប្រើប្រាស់លុយ shilling បាទលុយ shilling នេះជាលុយ currency មួយបែបនៅចក្រភពអង់គ្លេសបាទត្រូវបានគេប្រើដែលជារូបិយប័ណ្ណមុខងាររបស់វាអញ្ចឹងក្រុមហ៊ុនកូនប្រើប្រាស់លុយ shilling ក្រុមហ៊ុនកូនត្រូវបានទិញយកកាលពីដើមកំឡុងឆ្នាំនេះមានដើមឆ្នាំនេះដើមករិយបច្ច័យឆ្នាំនេះអូខេអញ្ចឹងពីមុនមកគឺអត់ទាន់បានទិញទេជារឿងក្រុមហ៊ុនកូនហ្នឹងគាត់បានដំណើរការអីខ្លួនគាត់ពីយូរណាស់មកហើយបាទអញ្ចឹងទៅបើទិញដើមឆ្នាំនេះទេបាទនៅពេលដែលទិញនោះគឺreserve របស់ក្រុមហ៊ុនកូនប្រាក់បម្រុងរបស់ក្រុមហ៊ុនកូនឬក៏ retain earning បងប្អូនណាអញ្ចឹងកន្លែងហ្នឹងគឺretain earning បាទ retain earning យ៉ាអូខេបាទអញ្ចឹងretain earning គិតជា selling គឺចំនួន 6000 កាទិញណាអញ្ចឹងអាហ្នឹងគឺជា post សំទោសមិន post ទេ pre acquisition បាទគឺជាបច្ចចំណេញមុនពេលដែលក្រុមហ៊ុនមេទិញយកអាហ្នឹងយើងអត់បូកនៅក្នុងរបាយការណ៍ទេបងប្អូនណាទៅដកចេញបាទបន្តទៅទៀតគេថា at the date of acquisition the fair value of net asset of the subsidiary បាទអញ្ចឹងនៅថ្ងៃទិញហ្នឹងគឺតម្លៃ net asset ដើមទុនរបស់ក្រុមហ៊ុនកូនណា net asset ហ្នឹងគឺដើមទុនទ្រព្យដើមទុនមានចំនួនសរុបទាំងអស់គឺ 20,000 shilling 20,000 សរុបទាំងអស់ជា net asset ចឹង net asset បងប្អូនវាជាដើមទុនដែល net asset ស្មើឲ្យ net asset នេះស្មើឲ្យ total asset ដក total liability អូខេតាចំនួននេះរួមបញ្ចូលទាំងដីមួយកន្លែងដែលក្រុមហ៊ុនកូនគ្រប់គ្រងដែលមានតម្លៃ 4,000 shilling ដីមួយកន្លែងដែលក្រុមហ៊ុនកូនកំពុងតែនៅគ្រប់គ្រងនៅឡើយតម្លៃ 4,000 shilling ប៉ុន្តែក្រុមហ៊ុនកូននោះមិនបានកត់ត្រាចូលនៅក្នុងការកត់ត្រាគណនេយ្យឡើយមិនបានកត់អាងថាដីរបស់ខ្លួនប៉ុន្តែក្នុងរបាយការណ៍អត់កត់អូខេបងប្អូនអញ្ចឹងរាប់20,000នេះរាប់ចូលទាំង 4,000 ហ្នឹងរាប់ចូលទាំង 4,000 ហ្នឹងតាមបន្តទៀតគេថាក្រុមហ៊ុនមេចង់បង្ហាញរូបិយប័ណ្ណនៅក្នុងរបាយការណ៍បូកសរុបចូលគ្នាទៅជាលុយដុល្លារបាទអត់បង្ហាញមាន shilling ស្អីទេគឺបង្ហាញតាមក្រុមហ៊ុនមេគឺលុយដុល្លារអូខេហើយការគណនារង non controlling interest ដោយប្រើប្រាស់ proportion of net asset method បាទប្រើប្រាស់វិធីសាស្ត្រតាមសមមាត្រដើមទ្រព្យដើមទុនបាទអញ្ចឹងNCI តាម proportionate share proportionate net of net asset ហ្នឹង NCI រូបមន្តរបស់វាគឺវាស្មើឲ្យ net asset គុណឲ្យភាគរយរបស់ NCI បាទ NCI អានេះបងប្អូនត្រូវចងចាំណាអានេះបើសិនជាគេប្រាប់ថា proportionate of net asset ឬក៏ proportionate share អូខេតាឥឡូវយើងមើលបន្តទៀតនេះគឺជារបាយការណ៍ដែលត្រូវបានគេឲ្យសម្រាប់ក្រុមហ៊ុនទាំងពីរបាទខាងលើគឺរបាយការណ៍តម្លៃហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមេហើយនិងក្រុមហ៊ុនកូនជា shilling ជាដុល្លារបងប្អូនណារបាយការណ៍ចំណេញខាតរបស់ក្រុមហ៊ុនទាំងពីរបាទនេះជាដុល្លាររបស់របាយការណ៍ក្រុមហ៊ុនមេហើយកូនជា shilling បាទអញ្ចឹងបងប្អូនទាំងអស់គ្នាអ្វីដែលយើងត្រូវធ្វើបន្តគឺយករបាយការណ៍កូននេះប្រែទៅជាលុយដុល្លារសិនប្រែហើយបើយើងបូកបានអូខេបាទអញ្ចឹងនៅពេលដែលប្រែហ្នឹងវាពាក់ព័ន្ធជាមួយនឹងអត្រាដែលយើងត្រូវប្រើបងប្អូនណាអត្រាដែលយើងត្រូវប្រើអូខេតោះយើងមើលទៀតគេថា neither entity recognize any other
comprehensive income in their individual account in the period បាទអញ្ចឹងក្រុមហ៊ុនទាំងពីរនេះបាទក្រុមហ៊ុនទាំងពីរគឺទទួលស្គាល់នៅ other comprehensive income ណាបើមានការកត់ត្រា comprehensive income គឺទទួលនៅក្នុងកណនីរបស់ខ្លួនរៀងៗខ្លួនបាទហើយអត្រាប្តូរប្រាក់ដែលពាក់ព័ន្ធជាមួយនឹងការរៀបចំបូករបាយការណ៍នេះរវាង ceiling ទៅជាមួយដុល្លារគឺមានដូចខាងក្រោមបាទ last year in បាទរបាយការណ៍ចុងឆ្នាំមុនអត្រាចុងឆ្នាំមុនណែ$1ស្មើឲ្យ 5.5 ceiling ចុងឆ្នាំនេះ$1ស្មើឲ្យ 5 ceiling និងអត្រាមធ្យមនៅក្នុងឆ្នាំទាំងមូល$1ស្មើនឹង 5.2 ceiling អូខេនេះជាអត្រាបាទអញ្ចឹងអត្រានេះបងប្អូនប្រហែលជាអាចចាំឬក៏មិនចាំនៅក្នុងការប្រែរបាយការណ៍បងប្អូនសម្រាប់ balance sheet ឬក៏របាយការណ៍តម្លៃហិរញ្ញវត្ថុគឺអត្រាគេប្រើអត្រាចុងឆ្នាំបាទអត្រាចុងឆ្នាំអូខេចំណែកឯនៅក្នុង income statement គេប្រើ average rate បាទ average rate អញ្ចឹងបងប្អូនចាំរឿងហ្នឹងណាតែបើរឿងរ៉ាវឆ្នាំមុនគឺប្រើដើមឆ្នាំមុនតាមធម្មតាដើមឆ្នាំមុននេះអត្រាដើមឆ្នាំនេះឬក៏ចុងឆ្នាំមុនធម្មតាតោះឥឡូវដំណើរការនៃការធ្វើបងប្អូនអញ្ចឹងយើងត្រូវនេះមានព័ត៌មានថែមទៀតទេបាទអត់ទេអញ្ចឹងគេឲ្យយើងបូករបាយការណ៍នេះណាយើងឲ្យយើងរៀបចំការបូករបាយការណ៍តម្លៃហិរញ្ញវត្ថុសម្រាប់ចុងឆ្នាំក៏ដូចជារបាយការណ៍បូករបាយការណ៍ចំណេញខាតក្នុងឆ្នាំបាទហើយបង្ហាញអំពី comprehensive income ដែលបានកើតឡើងនៅក្នុងការបូកនេះក៏ដូចជា movement of retaining បាទបំរែបំរួលនៃប្រាក់បំរុងឬក៏បង្កប្រាក់ចំណេញណាប្រែប្រួលដើម្បីហ្នឹងគឺយើងត្រូវរៀបចំវាអូខេបងប្អូនអរគុណជាទីមេត្រីអញ្ចឹងដើម្បីដោះស្រាយរឿងនេះវាមានដំណាក់កាលដូចតទៅបងប្អូនណាអញ្ចឹងខ្ញុំសរសេរដំណាក់កាលវាសិនបាទ step ឬក៏ stage of consolidation បាទ consolidation អូខេអញ្ចឹងដំណាក់កាលទី1បងប្អូនដំណាក់កាលទី1គឺបងប្អូនត្រូវប្រែរបាយការណ៍ណា translate បាទ translate both statement បាទរបាយការណ៍ទាំងពីរនេះគឺមានណា SOFP ហើយនឹង IS ប្រែវាពី ceiling ប្រែរបស់ក្រុមហ៊ុនកូនណា of subsidiary បាទ of subsidiary បាទអញ្ចឹងប្រែទៅជាលុយដុល្លារក្រោយពីប្រែហើយបងប្អូនក្រោយពីប្រែហើយត្រូវបូកវាទី2 consolidate ណា consolidate both statement ណាដែលមានរបាយការណ៍ខ្លះគឺវាមាន SOFP ដែរ SOFP ហើយនឹង IS អូខេបូកវាមកកាត់បូកហើយអស់បងប្អូនបូករបាយការណ៍នេះហើយយើងត្រូវរៀបចំនៅរបាយការណ៍បំរែបំរួលដើមទុនមួយទៀតបាទអាហ្នឹងនៅក្នុងនឹងដំណើរការក្នុងនឹងដែរក៏បានដែរអូខេបងប្អូនអញ្ចឹងដំណាក់កាលដែលយើងត្រូវធ្វើមាន2ធំទី1ប្រែរបាយការណ៍របស់ក្រុមហ៊ុនកូនសិនណាប្រែរបាយការណ៍របស់ក្រុមហ៊ុនកូនសិនអញ្ចឹងខ្ញុំសូមកាត់ process នេះខ្ញុំសរសេរឲ្យហើយបើដល់ចាំបង្ហាញបងប្អូនណាអញ្ចឹងគឺយើងយករបាយការណ៍របស់ក្រុមហ៊ុនកូននេះបាទរបាយការណ៍ទាំងពីរនេះយកទៅប្រែជាលុយដុល្លារអូខេបងប្អូនតាអញ្ចឹងខ្ញុំសូមកាត់ process នេះបន្តិចហើយបងប្អូនចាំទៅមើលលទ្ធផលតែម្ដងបាទអូខេបងប្អូនអរគុណជាទីមេត្រីបាទអញ្ចឹងខ្ញុំបានស្រង់យកមកហើយឥឡូវខ្ញុំបង្ហាញឲ្យបងប្អូនមើលដំណាក់កាលទី1របស់យើងគឺយើងត្រូវប្រែរបាយការណ៍ទាំងពីរគឺមាន income statement មាន balance sheet ហើយនិង income statement អញ្ចឹង balance sheet យើងប្រែមកបងប្អូនទាំងអស់នៅក្នុង balance sheet ហ្នឹងគឺយើងប្រែដោយប្រើអត្រាចុងឆ្នាំនេះបាទគឺ5 shilling ក្នុង$1បាទអញ្ចឹងយើងមើលក្នុង balance sheet របស់ក្រុមហ៊ុនកូនយើងមានទ្រព្យ
ប៉ុន្តែក្នុងនោះវាមានដីមួយកន្លែងដែលយើងត្រូវធ្វើការកែតម្រូវវាបងប្អូនអញ្ចឹងយើងកែតម្រូវដីនេះ adjustment of land 4000ដាក់ចូលបាទអញ្ចឹងយើងបូកសរុបមកខ្ញុំខ្ជិលបូកកន្លែង selling នេះដុល្លារមានបូកឲ្យណា share ហើយក្នុង share ហ្នឹងយើង adjustment land ចូលដែរយើងកែនៅក្នុងទ្រព្យមួយកន្លែងកែនៅក្នុងភាគហ៊ុនមួយកន្លែងបាទបន្តមកទៀតខាងក្រោមនេះគឺយើងយក pre acquisition profit មកបូកចូលដក post acquisition នៅក្រោមអូខេដើម្បីយើងរកឲ្យឃើញនៅ net asset កាលពីថ្ងៃទិញបងប្អូនណាអញ្ចឹង net asset កាលពីថ្ងៃទិញសរុបទាំងអស់វា 20000 នេះយើងបូកចូលគ្នាគឺ 20000 នេះ 10000 បូក 4000 បូកនឹង 6000 អញ្ចឹង 20000 ត្រូវហើយណាអូខេបន្តមកទៀតខាងក្រោម post acquisition return earning ឬក៏ profit 2200 នេះគឺបានមកពីទូរលេខរបស់យើងគឺ 8200 ដកជាមួយនឹង 6000 ដែលគេប្រាប់កាលក្នុងសមត្ថកម្មថាថ្ងៃទិញណាបងប្អូនអូខេបងប្អូនទាំងអស់គ្នាអញ្ចឹងយើងឃើញ 2200 តទៅទៀត liability យើងដាក់ធម្មតាតម្លៃវា 21800 shilling បាទទាំងអស់នេះប្រើអត្រា5ណាចែកនឹង$5 5 shilling ទាំងអស់មកឃើញជាដុល្លារនេះបងប្អូនអញ្ចឹងasset ឃើញ$8000ដីដែលកែតម្រូវហ្នឹងឃើញ$800បូកចូលគ្នាទ្រព្យសរុបទាំងអស់$8800 រីឯ share ភាគហ៊ុនរបស់គាត់ចែកនឹង5មកឃើញ2000ដី$800ដដែលមិញហើយ pre acquisition 6000ហ្នឹងចែកមកឃើញ$1200បូកចូលគ្នាឃើញ$4000សម្រាប់ភាគហ៊ុនកាលពីថ្ងៃទិញដើមឆ្នាំអូខេចំណែកបំណុលយើងចែកនឹង5 shilling ដែរឃើញ4360អូខេបងប្អូនទាំងអស់គ្នាទីមត្រីកន្លែងនេះមានករណីបងប្អូនត្រូវយកចិត្តទុកដាក់បន្តិចណាអូខេអញ្ចឹងអា400 size នេះគឺយើងបាទ400 size នេះបងប្អូនត្រូវយកចិត្តទុកដាក់គឺយើងអត់ប្រើអត្រាទេបាទ400 size នេះណាយើងអត់ប្រើអត្រាទេគឺយើងបូកឲ្យស្មើគេដាក់ថា delta នេះអញ្ចឹងយើងយក4000មកបូកនឹង4360ឃើញ8360អញ្ចឹងវាខ្វះប្រមាណដើម្បីឲ្យស្មើទៅនឹងទ្រព្យខាងលើនេះបាទអញ្ចឹងយើងថែម400 size នេះដើម្បីបំពេញបង្គ្រប់ឲ្យស្មើនឹង8800ដែរណាដល់ស្មើគ្នាព្រោះយកភាគហ៊ុនរបស់ក្រុមហ៊ុន Go net asset បាទបូកកាលថ្ងៃទិញបូកនឹងចំណេញថែមក្រោយថ្ងៃទិញមកបូកជាមួយបំណុលវាត្រូវឃើញស្មើជាមួយនឹងទ្រព្យបាទនេះត្រូវស្មើបានអញ្ចឹងចំនួននេះត្រូវថែមបងប្អូនណាចំនួននេះគឺយើងថែមឲ្យស្មើគេដាក់ថា beta អាហ្នឹងណាគេដាក់ថា beta អូខេអញ្ចឹងយើងបានប្រែbalance sheet ទៅជាដុល្លារហើយនៅក្នុងកន្លងចុងក្រោយនេះមួយទៀតយើងត្រូវប្រែ income statement បងប្អូនបាទនេះ income statement យើងដកមកកាដូបនេះយកមកប្រែណាយកតែរបាយការណ៍បង្កូនមកបងប្អូនមើលចំណូលបាទថ្លៃដើមដកមកឃើញចំណេញ2600ដកពន្ធ400សល់2002បាទគិតជា shilling បន្ទាប់មកយើងប្រែវាដោយប្រើអត្រាមធ្យមប្រចាំឆ្នាំអត្រាមធ្យមរបស់យើងគឺអ្នក weighted average for the year គឺ 5.2 នៅខាងក្រោមបងប្អូនបាទអញ្ចឹងយើងយកមកចែកនឹងចំនួនទាំងអស់មកឃើញហូរហើយឃើញចំណេញតែ4423ទេចំណេញក្នុងឆ្នាំហ្នឹងណាប៉ុន្តែដល់ពេលខាងលើរបាយការណ៍តំណែងហិរញ្ញវត្ថុឃើញចំណេញ440អញ្ចឹងពីត្រឹមប្រែរបាយការណ៍នេះហើយយកមកដាក់នៅក្នុង balance sheet ហ្នឹងគឺវាលំអៀងគ្នាបាទបងប្អូនណាអាលំអៀងហ្នឹងគេហៅថា exchange difference ការប្រែប្រួលដែលធ្វើឲ្យមានការសំដៅការដូរប្រាក់ដែលធ្វើឲ្យមានការប្រែប្រួលខុសគ្នាអូខេចាហ្នឹងចាំជជែកគ្នានៅពេលដែលយើងបូករបាយការណ៍បងប្អូនអញ្ចឹងដំណាក់កាលទី1នៃការរៀបចំប្រែរបាយការណ៍ទាំងពីររបស់ក្រុមហ៊ុនកូនពីលុយ selling មកជាលុយដុល្លារគឺយើងធ្វើប៉ុណ្ណឹងអញ្ចឹងបន្ទាប់មកយើងចូលដំណាក់កាលទី2បាទដំណាក់កាលទី2គឺបូករបាយការណ៍បាទបូករបាយការណ៍អញ្ចឹងរបាយការណ៍ដែលយើងត្រូវបូកគឺបូករបាយការណ៍តំណែងនៃមុនដើម្បីឲ្យងាយស្រួលបាទព្រោះរបាយការណ៍income statement វាពាក់ព័ន្ធជាមួយនឹង return earning ពាក់ព័ន្ធអីញ៉ៃតលតាកណនីនៅក្នុងរបាយការណ៍តំណែងនៃធុសិនអញ្ចឹងយើងយករបាយការណ៍ទី1មកបូកមុនបងប្អូនអញ្ចឹងខ្ញុំនឹងបង្ហាញខ្ញុំតសេតម្រង់បន្តិចហើយចាំដល់ working ចាំយើងយកមកជជែកគ្នាបងប្អូនណាអញ្ចឹងខ្ញុំសូមកាត់កន្លែងហ្នឹងបន្តិចហើយចាំយកមកបង្ហាញតាមក្រោយបាទ
អូខេបងប្អូនតាឥឡូវខ្ញុំស្រង់បានរបាយការណ៍មួយហើយគឺ statement of financial position ដែលខ្ញុំស្រង់ទាំងមេទាំងកូនយកមកអូខេអញ្ចឹងរបាយការណ៍ផនមេនេះរបាយការណ៍តំណែងរ៉ែធុដែលយើងត្រូវបូកមានទ្រព្យបាទមានទ្រព្យមាន share មាន retained earning ហើយមានអានេះយើងថែម NCI ដោយសារតែមានចំណែកផនគេ20% បាទផនក្រុមហ៊ុនមេតែ 80% ទេបាទហើយនឹងបំណុលបាទរវាងមេហើយនឹងកូនអូខេអញ្ចឹងយើងស្រង់មកហើយក្នុងនេះអាចនឹងមាន goodwill ខ្ញុំទៅសេពណ៌ក្រហមដាក់ចេញអាហ្នឹងតើយើងគណនាមើលសិនថាតើ investment ដែលយើងលុបរវាងinvestment ហើយនឹង share របស់ក្រុមហ៊ុនកូនតើលុបអស់ឬអត់អាហ្នឹងមិនយើងឃើញថាតើ investment សំដៅការលុបនោះវានៅមាន goodwill ឬក៏មិនមានអូខេបងតើអញ្ចឹងឥឡូវខ្ញុំបង្ហាញតួលេខដែលយើងស្រង់សិននេះ asset របស់ក្រុមហ៊ុនមេ 9500 បងប្អូននេះ 9500 ហើយ share របស់មេគឺ 5000 នេះ retaining ទៅបូកចូលគ្នាអត់ទាន់ឃើញត្រូវសរុបមកNCI ក៏អត់ទាន់ដែរបំណុលរបស់ក្រុមហ៊ុនមេ 2318 របស់កូនវិញម្ដងឥឡូវរបស់កូនគឺយើងយកពីរបាយការណ៍ដែលយើងប្រែខាងលើនេះទ្រព្យរបស់កូនទាំងអស់គឺ 8800 បងប្អូននេះ 8800 សម្រាប់បំណុលរបស់កូនទាំងអស់គឺ 4360 នេះ 4360 អូខេអញ្ចឹងយើងបូកអាហ្នឹងសិនមកយើងបូកប៉ុណ្ណឹងចូលគ្នាសិនមកបាទអញ្ចឹងនេះឃើញ10,000 18,300 ណា 18,300 អូខេអានេះ 5000 អានេះឃើញ 6600 78 អូខេបាទអញ្ចឹងសល់ផ្សេងទៀតដែលយើងត្រូវធ្វើការគណនាបងប្អូនមិញខ្ញុំផ្លិចបញ្ជាក់នៅពេលមុននឹងយើងបូកយើងត្រូវលុបឲ្យខ្លះបងប្អូនណាទី1យើងត្រូវលុប investment របស់ក្រុមហ៊ុនមេនេះ investment នេះយើងត្រូវលុបចោលទី1ហើយទី2យើងត្រូវលុប share របស់ក្រុមហ៊ុនកូនគឺ 10,000 នេះអូខេ 10,000 នេះត្រូវលុបចោលដែរបងប្អូនឃើញអត់បាទអញ្ចឹងអាពីរនេះត្រូវលុបចូលលុបចោលអញ្ចឹងយើងត្រូវគណនាតម្លៃវាដើម្បីរកជាដុល្លារមកណាបងប្អូនគណនាជាដុល្លារឬក៏បំលែងវាចុះបំលែងឡើងមកអញ្ចឹងក្នុង 10,000 នេះយើងលុបអត់អស់ទេយើងលុបតែ 80% ទេបងប្អូនអាហ្នឹងត្រូវលុបតែ 80% ទេអញ្ចឹងយើងត្រូវគណនាមើលថាតើយើងលុបអា 3818 នេះតម្លៃនេះគឺតម្លៃដើមឆ្នាំមុនណាឲ្យចុងឆ្នាំមុនខ្លាយជាដើមឆ្នាំនេះអញ្ចឹងអាតម្លៃនេះវាប្រើអត្រាផ្សេងប្រើអត្រារបស់យើងនោះគឺ 5.5 បងប្អូនណាប្រើអត្រា 5.5 ណាដែលយើងយកមកទៅបង្ហាញក្នុងរបាយការណ៍មេហ្នឹងគឺជាតួលេខពីឆ្នាំមុនដែលយើងប្រើអត្រាចុងឆ្នាំមុនឬក៏ដើមឆ្នាំនេះគឺ 5.5 អញ្ចឹងដើម្បីរក goodwill ឬក៏រកថាតើ investment ដែលយើងលុបនេះធៀបជាមួយនឹងទុនតើវាអស់ឬអត់ណាបងប្អូនតើវាអស់ឬអត់អញ្ចឹងយើងត្រូវរកតម្លៃវាមកបច្ចុប្បន្ននេះណាមកបច្ចុប្បន្ននេះធៀបជាមួយនឹងទុនរបស់ក្រុមហ៊ុនមេរបស់ក្រុមហ៊ុនកូនហើយគិត 80% មើលតើវានៅសល់ប្រមាណអីប្រមាណអូខេបងប្អូនណាតោះឥឡូវខ្ញុំនឹងធ្វើ working នៅខាងក្រោមជាប់នឹងតែម្ដងខ្ញុំយកពណ៌ផ្សេងមកសរសេរពណ៌បៃតងចុះណាខ្ញុំដាក់ខាងក្រោមនេះខ្ញុំដាក់ថា working ណាខ្ញុំផ្កាយមួយមកឲ្យដិតធំបន្តិចបងប្អូនអាហ្នឹងធំហ៎អូដូចនេះដែរគេតាយ៉ា working 1 និយាយអំពី goodwill អូខេបងប្អូនអរគុណជាទីមេត្រីអញ្ចឹងយើងគណនាតម្លៃ investment យើងសិនបងប្អូនណាយើងគណនាតម្លៃinvestment យើងដែលយើងទិញក្រុមហ៊ុនកូនណាអញ្ចឹង investment របស់យើង investment ដើមឆ្នាំនេះណាbeginning of year beginning គឺ 3818 នេះជាដុល្លារ
ta bây giờ kích chỉ ceiling vĩnh mà bốn giờ bầm line thì chỉ ceiling không atra pram chục pram chẳng vì từ chiประมาณmà bốn mời vì từ chi á chung cái này sẵn bay pon cũng bay rồi đập bay bay pon cũng bay rồi đập bayคุณនឹង 5.5 វាឃើញ21,000មកបងប្រហែលជា21,000វាខ្វះមួយ ceiling បាទអញ្ចឹងយើង round តាម21,000ចុះអូខេតែបើសិនជាយើងគិតយកអា21,000ហ្នឹងមកគិតក្នុងអត្រាបច្ចុប្បន្នវិញគិត closing បាទ closing នេះវិញណាយកតម្លៃនឹងដដែលបាទតម្លៃ21,000នេះយកមកចែកនឹង 5.0 ហេតុអីព្រោះចុងឆ្នាំនេះ 5.0 ណាអញ្ចឹងយើងយកតម្លៃនឹងដដែលបាទយកមកចែកនឹង 5.0 យើងឃើញតម្លៃ investment របស់យើងគិតចុងឆ្នាំវិញណាយើងនេះរបាយការណ៍នេះទិន្នន័យចាស់អញ្ចឹងយើងគិតមកចុងឆ្នាំថ្មីនេះវិញគឺ 4,200 បងប្អូនអញ្ចឹង investment របស់យើងគិតនៅក្នុងចុងឆ្នាំថ្មីនេះគឺវា 4,200 បើគិតយោងតាមអត្រាប្តូរប្រាក់ថ្មីគឺ 5.0 អូខេអញ្ចឹងយើងឃើញផនយើងអានេះគឺជា cost of investment បាទតម្លៃដែលយើងបានទិញអញ្ចឹងបងប្អូនមិនដឹងជាចាំឬមិនចាំណា goodwill រូបមន្តវាស្មើឲ្យ cost of investment of invest បាទដកជាមួយនឹងភាគរយរបស់net asset បាទ net asset ភាគរយ net asset in s បាទភាគរយរបស់យើងនៅក្នុងទុនរបស់ក្រុមហ៊ុនកូនបាទអញ្ចឹងអាហ្នឹងគឺ 80% បងប្អូនណាអញ្ចឹងយើងយកមកទៅសេមកទី1គឺ cost of investment របស់យើង cost of investmentយើងមានចំនួន 4,200 បាទបន្តមកទៀតគឺ 80% of net asset បាទបងប្អូនបាទ in s អញ្ចឹង net asset របស់ក្រុមហ៊ុនកូនកាលពីយើងទិញ net asset របស់ក្រុមហ៊ុនកូនកាលពីយើងទិញយើងមើលរបាយការណ៍ដែលយើងបូកនេះបងប្អូន net asset របស់ក្រុមហ៊ុនកូនកាលពីយើងទិញគឺ 4,000 នេះកាលយើងទិញហ្នឹងណាកាលយើងទិញចំណាយលុយអស់ប្រហែល 3,818 ហ្នឹងវាទាំងអស់វា 20,000 ceiling បាទហើយបើគិតលុយចុងឆ្នាំនេះវា 4,000 ណាគិតចុងឆ្នាំនេះបាទអញ្ចឹងឥឡូវយើងយកអា 4,000 ហ្នឹងយកមកគុណនឹង 80% បាទអញ្ចឹងខ្ញុំគណនាមក 4,000 គុណនឹង 80% បាទអញ្ចឹងលទ្ធផលយើងឃើញនៅក្រោមនេះខ្ញុំយកគុណឲ្យបងប្អូន 4,000 គុណនឹង 0.8 ឃើញ 3,200 បងប្អូនទាំងគ្នា 3,200 បាទយើងដកមកឃើញ 1,000 បាទ 1,000 នេះគឺហៅថា goodwill នោះឯងបាទមានន័យថាយើងលុប investment មិនអស់ទេព្រោះចំណែកទុនរបស់ក្រុមហ៊ុនកូនដែលយើងត្រូវលុប 80% បើគិតជាលុយតែ 3,200 ទេណាលុបទៅ 3,200 អញ្ចឹងនៅសល់ 1,000 ទៀតនៅក្នុង investment តែ investment តាមក្បួនក្នុងការបូកត្រូវតែលុបចោលដូច្នេះវាបាត់ឈ្មោះថា investment តែនៅសល់ account ថ្មីមួយទៀតឈ្មោះថា goodwill បាទអញ្ចឹងយើងយកអា working one នេះ 1,000 យើងយកមកដាក់នៅក្នុងសមត្ថកម្មនេះមកអូខេខ្ញុំយកពណ៌ក្រហមដដែលបាទរបស់មេនេះ 1,000 ពួកគេអត់បាទ 1,000 យ៉ាងនេះទៅទេចានេះសរុបមក 1,000 អូខេអញ្ចឹងយើងសរុបទ្រាប់បានណាសរុបទ្រាប់នេះបានណាបងប្អូនសរុបមកអានេះ3អានេះ 19 បាទអញ្ចឹងទ្រាប់សរុបក្នុងរបាយការណ៍បូកគឺ 19,300 អូខេអញ្ចឹងនៅរឿងបន្តដែលយើងត្រូវធ្វើការបូកបន្តទៀតបងប្អូនណាយើងត្រូវធ្វើការបូកបន្តគឺ retain earning បាទរបស់ group អញ្ចឹង retain earning របស់ group បងប្អូនមិនដឹងជានៅចាំឬក៏មិនចាំទៀតហើយទេបាទដើម្បីបូក retain earning របស់ group គឺយើងបូកតែយក confirmation ទាំងស្រុង
យកផាន់មេទាំងស្រុងចុះផាន់មេទាំងស្រុងគឺកន្លែងនេះបងប្អូន retaining 2318ទាំងស្រុងបូកជាមួយនឹងចំណែកកូនដែលត្រូវឲ្យ1មេហើយក្នុងចំណែកកូនដែលត្រូវឲ្យ1មេនឹងទៀតសោតត្រូវយកតែចំណេញក្រោយទិញទេចំណេញក្រោយទិញអញ្ចឹងចំណេញក្រោយទិញក្នុងឆ្នាំនេះគឺវាមានចំនួន2200នេះចំណេញឆ្នាំនេះបងក្រុមហ៊ុនកូនណាចំណេញឆ្នាំនេះបានតែ2200ព្រោះយើងទិញនឹងទិញដើមឆ្នាំនេះអញ្ចឹងចុងឆ្នាំហ្នឹងចំណេញចាប់ផ្ដើមពីដើមឆ្នាំដល់ចុងឆ្នាំដែលយើងរកបានហ្នឹងអាហ្នឹងជាចំណេញក្រោយការទិញបាទអញ្ចឹងចំនួនហ្នឹងត្រូវយក 80% មកឲ្យក្រុមហ៊ុនមេអញ្ចឹងត្រូវគណនាបែបនេះអូខេតោះឥឡូវយើងទៅមើល working tool ខ្ញុំទៅគណនាក្រោមហ្នឹង working tool បាទខ្ញុំផ្កាយមួយទៀតខាងក្រោមនេះដែរបាទ working tool និយាយអំពីgroup retaining បាទបង្គោលប្រាក់ចំណេញរបស់ក្រុមទាំងមូល group retain earning បាទអូខេអញ្ចឹង group retaining ត្រូវយកអីខ្លះយកមកធ្វើការទី1គឺ retaining របស់ parent company បាទ retains earning OP បាទ company 2318បន្តមកទៀតគឺយក 80% of post acquisition ខុសបាទ post acquisition បាទបច្ចុប្បន្នក្រោយការទិញអញ្ចឹងក្រោយការទិញយើងបើយើងមើលរបាយការណ៍ផងយើងនោះវាឃើញចំនួន440គុណនឹង 80% បងប្អូនប្រយ័ត្នប្រយែងណាសុំទោសបាទបើសិនជាយើងមើលនៅក្នុង income statement ឃើញ423តែយើងយករបាយការណ៍ឡើយនេះ post acquisition retaining របស់កូននេះយើងបែតាយើងគណនានោះណាឃើញ440អាហ្នឹងយក440ហ្នឹងយកមកគុណជាមួយនឹងគុណជាមួយនឹងប្រមាណ%80%បាទអូខេគុណ 80% បាទអញ្ចឹងយើងឃើញលើនេះមកឃើញប្រមាណបងប្អូនមើលឃើញចុះសិនខ្ញុំគណនាមកសិន2310អាយ៉ាខ440គុណនឹង80% 352បងប្អូន352ឃើញនេះណា352អាហ្នឹងមួយទៀតគឺយើងចំណេញបងប្អូនមិញណាយើងចំណេញបានពីការបដូរ goodwill របស់យើងបងប្អូនយើង net asset របស់យើង net investment របស់យើងហ្នឹងគឺយើងចំណេញបានយើងដូរដើមឆ្នាំគេគណនាដំបូងនេះដើមឆ្នាំយើងមាន investment 3818ដល់ពេលចុងឆ្នាំគឺ4200ចំណេញបងប្អូនចំណេញហ្នឹងបាទចាហ្នឹងចំណេញទៀតបងប្អូនណាចាហ្នឹងចំណេញមួយដែរអាហ្នឹង exchange difference on investment ណាចឹងបើឬគ្រូដកអាហ្នឹងចេញមកវាសល់ប្រមាណខ្ញុំសុំដកបន្តិចមក4200ដកនឹង3818ឃើញ382ចំណេញបាន382បងប្អូនបោកក្រហមមួយមក382បាទអានេះចំណេញពី investment ដែលយើងបានដូរនេះមកបាទអញ្ចឹងក្នុងកន្លែងនេះយើងដាក់ថែមថា exchange gain ណា exchange gain ចំណេញបានពីការដូរបាទដូរលុយហ្នឹងចំនួន382មួយទៀតបាទហើយហ្នឹងมันបូកចូលគ្នាអូខេបងប្អូនអញ្ចឹងយើងបូកបន្តបូកចូលគ្នាមកយើងឃើញតួលេខនេះអានេះឃើញ2ត្រាទុក1 15ត្រាទុក1
0 cả từng mũi hả được chiếc khâu em mới chơi còn mai cái bộ mình chạm nào 2318 បូកជាមួយនឹង352បូកនឹង382ត្រូវចាំអូខេបងប្អូនខ្ញុំដូចជាខុសបងប្អូន2318នេះមិនមែនជា retailing ទេគឺជាបំណុលលើបងប្អូនអញ្ចឹងអានេះខ្ញុំខុសបាទអញ្ចឹងតម្លៃ retailing របស់ក្រុមហ៊ុនមេគឺ 6000 បងប្អូនណាអញ្ចឹងកន្លែងនេះ 6000 ទេបាទ 6000 អញ្ចឹងបើដូរវាមកវាសរុបផ្សេងបាទសរុបផ្សេងខ្ញុំចង់វិញ1ណាបងប្អូនមើលជួវាខុសបាទអញ្ចឹងអានេះ 4 អានេះ 3 តែទឹកមួយនេះ 7 នេះ 6 បាទអូខេអញ្ចឹង group retaining គឺយើងឃើញប៉ុណ្្នឹងមកយើងយកទៅដាក់នៅក្នុងរបាយការណ៍យើងវប់តែម្ដងហើយបន្តទៀតនោះគឺយើងរៀបចំ working មួយទៀតបាទចា៎យើងយកទៅស្រង់ចូលសិន 6734 នេះនៅក្នុង working tool នេះណាបងប្អូន 6000 ដាក់ពណ៌ក្រហមហ្នឹងមក 6734 អូខេបន្តមកបន្ត NCI បើសិនជាយើងមិនបាច់ប្រើ working អីនាំវិញឆ្ងាយយើងគណនាយកទៅនេះបងប្អូនណាបាទយក net asset របស់ក្រុមហ៊ុនកូនបាទ net asset របស់ក្រុមហ៊ុនកូនគឺប្រមាណយើងមើលទៅនេះបាទបងប្អូននេះ net asset របស់ក្រុមហ៊ុនកូនគឺយើងយក 4000 បូកនឹង 440 នេះអានេះសរុបទាំងអស់ net asset របស់ក្រុមហ៊ុនកូនណា 4440 គុណនឹង 20% បាទយើងយកយ៉ាងមកព្រោះរូបមន្តវាគឺយក net asset របស់ក្រុមហ៊ុនកូនគុណនឹងភាគរយរបស់វាបាទអញ្ចឹង net asset របស់ក្រុមហ៊ុនកូនគឺ 4440 គុណនឹង 20% អូខេអញ្ចឹងយើងគុណមើលឃើញប្រមាណ 4440 គុណនឹង 20% បាទ 888 បងប្អូនណាអូខេអញ្ចឹងយើងយកទាំង 4 ហ្នឹងបូកបញ្ចូលគ្នាមកមាន share មាន retaining មាន NCI និង liability យើងបូកបញ្ចូលគ្នាមកយើងនឹងឃើញតម្លៃវាគឺ 19300 ដែរអូខេបងប្អូនហើយណាអញ្ចឹងយើងបានរបាយការណ៍នេះមួយ total បាទ total equity and liability អូខេអញ្ចឹងយើងបានបូករបាយការណ៍តំណែងដែលធុមួយចប់ហើយណាអញ្ចឹងបន្តទៅទៀតនេះគឺយើងបូករបាយការណ៍ចំណេញខាតបាទរបាយការណ៍ចំណេញខាតអញ្ចឹងខ្ញុំសូមតាសេមក present ហើយចាំបង្ហាញសរុបរួមតែម្ដងឲ្យបងប្អូនណាអូខេបងប្អូនទាំងអស់គ្នាជាទីមេត្រីឥឡូវខ្ញុំសរសេរចប់ហើយខ្ញុំស្រង់វារបាយការណ៍របស់មេមួយកន្លងនេះរបាយការណ៍របស់កូនកន្លងនេះដែលយើងប្រែហើយបាទមាន revenue 8000របស់កូន 1000 ដែលយើងរបាយការណ៍ប្រែផងយើងលើនេះបាទប្រែនៅក្នុង section 1 ណាបាទចំណូល 1000 ចំណាយថ្លៃដើម 500 ហើយនឹងពន្ធ 77 ចេញយកតួលេខនឹងមកដាក់ compare មួយគ្នាចេះមកយើងបូក total ឡើងនេះមកអូខេអញ្ចឹងយើងឃើញចំណូលសរុបនៃការបូកចូលគ្នាឃើញ 9000 បងប្អូនចំណាយគឺឃើញ 3000 ដកមកបាទសល់ 6000 បាទហើយបំណុលពន្ធគឺ 2077 យើងដកមកយើងឃើញចំណេញគឺចំនួន 3923 អូខេបងប្អូនអញ្ចឹងនេះគឺជា income statement
បាទ income statement ក៏ប៉ុន្តែនៅពេលដែលយើងបូកហ្នឹងវាត្រូវមានចំណេញឬក៏ខាតនៅពេលដែលយើងបដូរវាបងប្អូនព្រោះអាហ្នឹងយើងយកទៅបូកនៅក្នុង income balance sheet ត្រង់ retain earning បាទអញ្ចឹងនៅក្នុង retain earning គេប្រើអត្រាចុងឆ្នាំតែដល់ពេលយើងប្រើអត្រានេះគឺអត្រា average នេះក្រុមហ៊ុនកូនណាយើងយករបាយការណ៍កូនមកបូកហ្នឹងគឺប្រើរូបមន្តសំទោសប្រើអត្រា average បាទអញ្ចឹងវាមានការលំអៀងអញ្ចឹងប្រហែលជាបងប្អូនចាំឬមិនចាំនៅក្នុងការលំអៀងទាំងអស់ហ្នឹងវាមាន3បងប្អូនវាមាន3នៅក្នុងមេរៀនរបស់យើងដែរណាវាមានទី1លំអៀងទៅលើ investment ទី2លំអៀងទៅលើgoodwill បើមានបាទហើយទី3លំអៀងទៅលើទី3លំអៀងទៅលើ profit បាទអញ្ចឹងអាលំអៀងទៅលើ investment ហើយនឹងលំអៀងទៅលើ profit បាទអាពីរហ្នឹងគឺជារបស់មែនទេgoodwill បាទ goodwill ហ្នឹងគឺជារបស់មេដាច់តម្លៃបាទតែnet asset ទេមិនមែន investment ទេបងមាន3ទី1គឺ net asset របស់ក្រុមហ៊ុនកូនទី2គឺ goodwill របស់ក្រុមហ៊ុនមេនិងទី3គឺប្រាក់ចំណេញរបស់ក្រុមហ៊ុនកូននៅក្នុងឆ្នាំដែល exchange ទៅវាមានការប្រែប្រួលបាទមានការប្រែប្រួលអញ្ចឹងយើងត្រូវរក other comprehensive income នៅខាងក្រោមនេះបងប្អូនណាអានឹងត្រូវធ្វើ working អញ្ចឹងវាមាន component ខាងក្រោមមួយទៀតគឺ other comprehensive income បាទអូខេ other comprehensive income អញ្ចឹងអានឹងវាត្រូវមានពីររឿងបាទវាត្រូវមានពីររឿងដែលយើងត្រូវបែងចែកវាមានផនមេហើយនិងផនក្រុមហ៊ុនកូនបាទអញ្ចឹងក្នុងនោះវាមាន exchange difference បងប្អូន exchange differenceបាទ differenceវិញexchange difference អូខេបាទអញ្ចឹងកន្លែងនេះខ្ញុំប្រើ working មួយទៀតបងប្អូនខ្ញុំប្រើ working មួយទៀតខ្ញុំប្រើពណ៌ក្រហមមក working ទី4ណា working 4បាទដើម្បីរកវាអញ្ចឹង working 4នេះវាមាន3 component បាទ working 4ខ្ញុំ scroll ទៅក្រោមព្រោះអានឹងត្រូវ take ច្រើនជួនបន្តិចបងប្អូនទីមេត្រីអញ្ចឹងខ្ញុំកែទី1មក working 4បាទនិយាយអំពី exchange difference បាទ exchange difference អញ្ចឹងក្នុងនោះវាមាន3ដែលយើងត្រូវធ្វើការគណនាទី1គឺ net assets of S បាទអូខេក្នុងប្លង់របស់វាគឺមាន closing rate បាទហើយនឹងopening មកណា opening rate អូខេបាទអញ្ចឹងយើងមើលណែអានេះគិតជាដុល្លារអានេះគិតជា selling អានេះរឿងពិបាកស្មុគស្មាញទេបងប្អូនណា selling បាទហើយអានេះ difference បាទ difference នេះយើងអាចទៅសេងចេះបងប្អូនខ្ញុំទៅសេងចេះបានទេ data ហ្នឹងគឺ different ណាអូខេឥឡូវយើងមើលអាបើសិនជាយើងគិតដើមឆ្នាំតម្លៃលុយ selling របស់វាគឺ 20,000 បងប្អូនណា 20,000 យើងប្រើអត្រាចុងឆ្នាំយើងប្រើអត្រា 5.0 បងប្អូនអញ្ចឹងបើយើងយក 2,000 selling 20,000 selling 20,000 selling ចែកនឹង5យើងឃើញ 4,000 បង
mà buồn á như khơi lại ní buồn buồn cứ chỉ lùi đờ lá anh nắng trong năm này vì thử buồn buồn bàn tay ta đào năm vì pram chơi pram buồn pram chơi pram một buồn tất cả nhé chứ bộ pram chơi pram dương vô mọi thiệp cho mùi nào mà phải buồn ý bà như khơiประมาณปีปอนไปปอนใจหนึ่ง5.5ยังเคยใบปอนประมุย6ว่าใบปอนประมุย3ประมุยป่ะใบปอนประมุย3ประมุยป่ะภาษาจีนดออปีนี้chínhยังเคย different บุญนะแต่ยังอยู่บุญปอนดอหนึ่งใบปอนประมุย3ประมุยยังเคยchange different มาวิ่งนั่นคือจำนวนข้างในมั้งใบ6บุญโอเคจังยังเทียบจงชนะหนึ่งดาวชนะก็ยังขึ้นเขาคนนี้เป็นหนึ่งบัดที่ปีบางคนบอกนี้ปียังรอ goodwill บ่า goodwill นี่คือระบบ parent company บ่า goodwill of P company บ่าจังยังมือดาวชนะหนึ่งจงชนะได้จังอันนี้ยังเทียบจงชนะหนึ่งดาวชนะtớiยังเคยนะ closing rate closing กึศจีลุยดอลลาร์คือมาปอนนะบางอย่างอันนั้นคืออัตราวิสปนนั้นนะบางอย่างกึศจีเซลลิงอยู่คุณปรามคือปรามปอนยังกึศopening rate คือปรามจุดปรามบ่าจังโยมาดำไลปรามปอนนี้อยู่ปรามปอนอยู่ใจบ่าใจหนึ่งปรามจุดปรามใจคุณใจหนึ่งปรามจุดปรามยังเคยปุ่มบุญร้อยบ่าให้ไปยังคุณเมาส์คือปรามปอนแต่ได้เลยบ่าอันนี้นะจึงยังรออัตรานี้ได้วิปรายปรูนจึงเอาไว้ได้ปลายปรูนคือ$91โอเคจงชนะนี้ทมเชียงรามชนะยิงจะหนึ่งเกณฑ์มาปนนะอันนั้นเกณฑ์นั้นปลายปรูนเกินคือกูสัญญาปรูนบ่าจังก็กูสัญญาปรูนบ่าเวลากรอบหมื่นที่มันนะlúc cho thế và về ngày thì ai mà làm hạt những con ơi và ok cái này và chân mũi trong cao để dừng trời rốt thì bấy vốn thì bấy cứ profit of ice company và chân profit of ice company ní dừng prai attrap ở miền đàm năm này miền tại average cho mũi nâng trong năm một nè chân closing và closing pram cần chỉ selling với pi rồi chân chạy máu với khơi buồn rồi sáiហើយបើយើងប្រើ average ក្នុងអត្រា 5.2 វា2200នេះគិតមកវាបានតែ423ប៉ុណ្ណាអញ្ចឹងគិតពីអត្រាមធ្យមទៅในចុងឆ្នាំឃើញវាកើនណាវាកើនថែមប្រហែលយើងដកមក440ដកនឹង423ចំណេញបាន17កើនថែមបាន17បងប្អូនអញ្ចឹងកើនថែមឡើយនេះ17បងប្អូនអញ្ចឹងបើយើងមើលខាងលើទាំងអស់ហ្នឹងសាកើនទាំងអស់អញ្ចឹងបើយើងបូកវាចូលគ្នាឬក៏យើងបូកតែក្រុមហ៊ុនកូននិងមេក៏បានប៉ុន្តែមេផ្សេងកូនផ្សេងក៏បានឬក៏បូករួមចូលគ្នាក៏បានបើសិនជាខ្ញុំបូកផ្សេងគ្នាខ្ញុំដកអានេះចេញទៅក្រោមបងប្អូនខ្ញុំដកអានេះមកក្រោមណាអូខេខ្ញុំដកមក
ក្រោមផុតយល់មកអូខេបន្តមកទៀតខ្ញុំលើកអានេះឡើងលើវិញលើកអានឹងអូបាទណាគ្នាខ្នក់តិចបងណាលើកយកមកដាក់ចិត្តគ្នាចេះតោះឥឡូវយើងសរុបវាទៅបងប្អូនអាចសរុបបានចាំមកខ្ញុំសរុបតាពីខាងលើនេះវាស្មើដល់ពណ៌ស្វាយបាទនេះ1ត្រាទុក1 7 1 8បាទ381បាទនេះ91អញ្ចឹងយើងមាន2ក្រុមបងប្អូន2ក្រុមណាអានេះexchange difference របស់ក្រុមហ៊ុនកូនអានេះ exchange difference របស់ក្រុមហ៊ុនមេ91នេះអញ្ចឹងយើងយកមកដាក់នៅក្នុងនេះមកបាទអញ្ចឹងនៅក្នុងរបាយការណ៍របស់មេគឺបាន91 exchange difference របាយការណ៍របស់កូនគឺបាន300ប្រមាណ381បងប្អូន381បាទបើយើងសរុបអាពីរនឹងចូលគ្នាវាឃើញអានេះ2បោកហមវិញកុំឲ្យវាអត់ uniform បាទអានេះ2អានេះ9 8 7ត្រាទុក1នេះ4 472បងប្អូន472គឺ exchange difference បាទទាំងមេទាំងកូនបងប្អូនណាទាំងមេទាំងកូនអញ្ចឹងនៅពេលដែលយើងធ្វើការបែងចែកបងប្អូននៅពេលដែលយើងធ្វើការបែងចែកចុងក្រោយមកយើងបែងចែកទៅឲ្យ NCI complex ណាបងប្អូនអាហ្នឹង complex អញ្ចឹងពេលដែលយើងបែងចែកទៅឲ្យ NCI ឥឡូវខ្ញុំដាក់ពណ៌ Q ទៅបាទនៅខាងក្រោមហ្នឹងគេចាប់ផ្ដើមគេដាក់ថា profit for the year attributable to attribute បាទ table 2 បាទទី1មាន P company ទី2មាន NCI បងប្អូនអញ្ចឹងជាទូទៅយើងគណនារក NCI មុនបងប្អូនណាយើងគណនារក NCI មុនអញ្ចឹងនេះ profit របស់ក្រុមហ៊ុនកូនដែលត្រូវបែងចែកមកឲ្យNCI គឺនេះ423នេះអញ្ចឹងយើងយក423គុណនឹង20%បងប្អូន423គុណនឹង20% វាស្មើនឹង84.6 បាទអញ្ចឹងដល់ពេលក្រុមហ៊ុនមេគឺយើងយកសរុបទាំងអស់គឺ3923ដកណានេះចេញបាទដក84នឹងចេញបានទាំងអស់ហើយណាបាទអញ្ចឹងប៉ុណ្្នឹងមកយើងដកជាមួយនឹង3923បាទស្មើនឹង3000ឃើញលេខក្បៀសបន្តិចបងប្អូននេះបានមកមេណាបានមកមេសរុបអញ្ចឹងជាទូទៅអាហ្នឹងគេសរសេរគេមិនបាច់ដាក់កឡោនណានេះគេសរសេរជាមួយគ្នាអញ្ចឹងមក3000នេះជប់គិតកឡោនលើណាបងណាជប់គិតកឡោនលើ P ឬក៏ S ហើយជប់គិតយើងទៅសេរួមមក8ទៅសេនៅស្មើចង់ស្មើអានេះណាបង 38.4 បាទបើយើងបូកកាពីនឹងចូលគ្នាឃើញ3923ដែរ3923នេះគេហ្នឹងអាហ្នឹង profit យកមកចែកបន្ទាប់ពី profit យកមកចែកមកគឺខ្ញុំខ្វះបន្តិចទៀតអាពីនេះទៅបូកចូលគ្នាសិនទៀតនេះណាអញ្ចឹងបាទយក profit នេះបូកជាមួយនឹង other comprehensive income នេះឃើញ5អានេះឃើញ9អានេះឃើញ3អានេះឃើញ4បងប្អូនចាហ្នឹងគេហៅអីគេហៅថា total comprehensive income for year អូខេអាហ្នឹងណាអញ្ចឹងទី1យើងចែកប្រាក់ចំណេញលើទី2យើងចែកអា comprehensive income for the year អញ្ចឹងមាន2ដែលយើងត្រូវបែងចែកតោះឥឡូវយើងមួយបញ្ចប់
ណាខ្ញុំសូមបញ្ចប់វីដេអូនេះត្រង់ចំណុចមួយចំណុចទៀតនេះហើយបាទបងប្អូនតែឥឡូវខ្ញុំយកពណ៌ខ្មៅមកទៅសៀមបន្តនៅក្រោមនេះបាទ total comprehensive income ខ្ញុំសេកាត់ខ្លះបងប្អូនណាបាទ comprehensive income attribute table 2បាទ attribute បាទ table 2បាទក្នុងនោះវាមាន P ហើយនឹងត្រូវមាន NCI បាទបងប្អូនផ្នែកនេះយាយណាអញ្ចឹងយើងត្រូវគណនាធ្វើម៉េចឥឡូវយើងគណនារក NCI មុនចុះបងប្អូនណារក NCI ចា NCI បើយើងយកប្រាក់ចំណេញមកចែកគឺបាន 84.6 រួចហើយបាទអញ្ចឹងនៅឡើយតែយើងបូកថែមនៅនេះអាចំនួននេះចំនួន381ដែល exchange different កូនទទួលបានណាបងប្អូនអញ្ចឹងយើងបូកជាមួយនឹង381គុណនឹង 20% បងប្អូនអញ្ចឹងបើខ្ញុំគុណមើល381គុណនឹង 20% វាស្មើនឹង 76.2 បងប្អូនអញ្ចឹងវាស្មើនឹងក្នុងនេះគឺ 76.2 អញ្ចឹងបើសិនជាខ្ញុំយក 76.2 បូកជាមួយនឹង 84.6 វាស្មើនឹង 160.8 បាទ 160.8 អូខេ 160.8 រីឯក្រុមហ៊ុន P យើងយកសរុបទាំងអស់មកយក 4395 ដកជាមួយនឹង 160.8 បាទអញ្ចឹងយើងឃើញមិនអញ្ចឹងហ៎បាទយើងដកជាមួយនឹង 4395 វាស្មើ 4234.5 បើយើងសរុបអានេះចូលគ្នាសរុបចូលគ្នានេះខុស 0.2 តា 31.2 បងប្អូនសុំទោសហេវបាយពេកវាគៀកមកបាយបាទ2មកវាឃើញ 4395 ធម្មតាឃើញទេបងប្អូនអូខេបងប្អូនអញ្ចឹងយើងបូករបាយការណ៍ប៉ុណ្ណឹងមកយើងគ្រប់គ្រាន់បាទបងប្អូនណាអញ្ចឹងខ្ញុំព្រីឲ្យធំឡើងវិញបាទអញ្ចឹងរបាយការណ៍ដែលយើងត្រូវធ្វើនៅក្នុងការបូកនេះវាមានតែ2ទេតែមាន2ដំណាក់កាលដែរប្រែនេះមាន translate financial statement ហើយទី2គឺបូកវាបងប្អូនណាបូកវានេះគឺរបាយការណ៍ប្រែ income statement of financial position អានេះ income statement ប្រែបន្ទាប់មកទី2យើងបូករបាយការណ៍ដំណើរឡើងធោបែបនេះហូរហើយមកហើយនឹងអានេះ working មាន3យើងធ្វើតែ2ទេមាន working goodwill ហើយនឹង working group retaining ចំណែកឯទី3យើងយកមកគណនាលើនេះតែម្ដងបងប្អូនណាបាទហើយនឹងចុងក្រោយគឺបូក income statement បាទបូក income statement វានៅស្មុគស្មាញកន្លែង exchange different នេះណា exchange different working for ដែលយើងប្រើ working for នៅក្រោមនេះបាទ working for វាមាន3វាមាន net asset មាន profit ហើយនឹង goodwill របស់ P បាទអូខេអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូនេះរឿងវែងបន្តិចអញ្ចឹងសង្ឃឹមថាបងប្អូននឹងព្យាយាមកំណត់ក្នុងការមើលហើយផ្ទៀងផ្ទាត់ជាមួយនឹងលំហាត់របស់យើងបាទអញ្ចឹងវីដេអូនេះខ្ញុំសូមបញ្ចប់អានេះសូមអរគុណច្រើនបាទសូមជម្រាបលាបាទ